បងដល់ពេលទេវតាលោកអើយខ្ញុំបានសម្រេចដោយបំណងហើយខ្ញុំមានលុយច្រើនខ្ញុំមានប្រុសដែលជាទីស្រឡាញ់របស់ខ្ញុំអរគុណទេវតាហើយខ្ញុំសប្បាយចិត្តណាស់សប្បាយណាស់បងម៉ានីកូនលារបស់បងពិតជាល្ងងមែននេះគឺជាចិញ្ចៀនពេជ្រហើយនេះគឺជាលុយដែលតាឲ្យទៅវាណាបងហើយតែពេលនេះវាបានខ្លាចជារបស់ខ្ញុំទៅហើយនាងនារីគឺជាបង្អែបដ៏ឆ្ងាញ់របស់យើងមែនឯងត្រូវតែប្រមូលពីវាឲ្យអស់មកលើទេហើយនៅពេលដែលកុលាបនារីរលួយតងនោះយើងនឹងជន់កំតិចវាអត់ខ្ទេចមែនទេបងម៉ានីអូនថាម៉េចអូនត្រូវការយក$500ទៅចាយហ៎គ្រាន់តែលុយ$500ប៉ុណ្ណឹងហេតុអីក៏បងភ្ញាក់ផ្អើលខ្លាំងម្ល៉េះមិនភ្ញាក់ផ្អើលយ៉ាងម៉េចបើពីម្សិលមួយថ្ងៃបងទៅតែអូន$500ចុះលុយនឹងតើវាទៅណាអស់គឺអូនចោះទៅចាយហ្នឹងណាអូនថាម៉េចអីក៏ឆាប់អស់ម្ល៉េះមើលនេះមិនឆាប់យ៉ាងម៉េចសម្លៀកបំពាក់ដែលអូនទិញ$200អាយទាំងអស់វិញគឺ$250នាឡិកាដែលអូនពាក់នេះគឺ$50តែប៉ុណ្ណោះបងសរុបទៅគឺ$500បងឃើញខោអនឯងពេញទូឯណោះមានខោខ្លះណាបងមិនដែលឃើញអនឯងពាក់ផងអូនឯងមិនគិតទេការអូនធ្វើកម្មករតើប្រាក់ខែអូនមួយខែប៉ុន្មានហើយឥឡូវនេះអូនទិញអាវយកមកពាក់មានតម្លៃលើពីប្រាក់ខែអូនមួយខែទៅទៀតបងគិតថាអូនមិនជ្រុលហោះហេតុពេកទេតែពេលនេះអូនលែងជាកម្មករទៀតហើយអូនជាប្រពន្ធថៅកែមួយរូបអូនត្រូវការសម្លៀកបំពាក់ស្អាតទោះជាបងជាអ្នកមានយ៉ាងណាតែបើចាយតែរបៀបអូនយ៉ាងនេះមិនយូរទេបងនឹងគ្មានសំបីតែសម្លៀកបំពាក់ផងប៉ុន្តែអូនជាប្រពន្ធបងអូនក៏ត្រូវការសម្លៀកបំពាក់ដែរឈប់និយាយពេលនេះណាសោភាពីមុនណាបងគិតថាចូលឯតាស៊ីវិលជាមួយនឹងអូនឯងតែឥឡូវនេះបងក៏គិតថាគួរធ្វើបែបណាចំពោះអូនឯងឈប់សិនមកខានិយាយគ្នាឲ្យចាប់សិនមកបងធុញបងត្រូវទៅខាងក្រៅបងមកខាបងមកខាបងម៉ានីហេងថ្ងៃនេះទៅមើលគាត់ជាមួយបងណាសុំទោសបងម៉ានីខ្ញុំប្រយ័ត្នទៅរៀនអូយមិនដឹងជាទៅរៀនអីទៀតទេធ្វើការជាអ្នកបកប្រែប្រាក់ខែច្រើនស្រាប់ហើយហ្នឹងណាតោះទៅមើលគាត់ជាមួយបងណាសុំទោសដល់ម៉ោងហើយហេងឯងទៅហៅធីតាឲ្យមកជួបយើងមួយផ្លែតបាទទីនធីតាលោកតកែចង់ជួបមួយផ្លែតបងមិនខាស៊ីបងឯដល់ថ្នាក់ហ្នឹងបងបារៃ
មិនខើមិនខើអូនមិនឲ្យបងទៅអ្នកណាទេបងជារបស់អូនតែម្នាក់គត់ធីតាខ្ញុំឈឺចិត្តណាស់ខ្ញុំមានអារម្មណ៍ថាបងម៉ៃខើធ្វើបាបខ្ញុំឯងគិតទៅខ្លួនឯងតែដឹងសោះភាមិនមែនខ្ញុំគិតតែពីខ្លួនឯងទេគឺទង្វើរបស់គាត់បង្ហាញប្រាប់ខ្ញុំណាចឹងអញអាចប្រាប់គ្នាពីទង្វើរបស់គេខ្លះៗបានទេគឺគេមិនឲ្យលុយខ្ញុំគេថាខ្ញុំចាយលុយខ្ជះខ្ជាយឯងគួរតែគិតថាតើឯងបានធ្វើអ្វីខ្លះដូចដែលគេបាននិយាយនោះដែរទេមិនមែនទេធីតាគ្នាមិនបានធ្វើដូចគេនិយាយទេគេនោះជាមនុស្សគំរីមានប្រពន្ធស្អាតដូចជាគ្នាហើយត្រូវតែឲ្យលុយគ្នាចាយតាមចិត្តគ្នាជាអ្នកក្រណាស់ធីតាហើយក្រតាំងតែពីតូចមកហេតុអីពេលនេះមានប្តីអ្នកមានហើយបើជាមិនបានលុយពីប្តីអ្នកមានទៅវិញហេតុអីគ្នាតូចចិត្តណាស់គ្នាខាងណាស់ធីតាដើម្បីក្តីសុខក្នុងជីវិតប្តីប្រពន្ធបើគេមិនពេញចិត្តអ្វីឯងគួរតែពិនិត្យមើលពីទង្វើរបស់ឯងដែរណាសូភាណែធីតាគ្នាមករកឯងដើម្បីឯងជួយអាណិតគ្នាតែឯងនេះបែរជាមកបន្តគ្នាទៅវិញទេសូភាមែនហើយឯងចំណែនគ្នាឯងជាមិត្តអាក្រក់ដូចជានារីដែរណាគ្នាស្អប់ឯងស្ដាប់គ្នាសិនសូភាយប់ខានស្អែកជាឱកាសល្អសម្រាប់បញ្ចេញទំនិញឲ្យថៅកែសាងជាពូរបស់យើងហើយវើយបាទលបងហើយពូយើងនឹងមានលុយចាយនៅក្នុងពេលឆាប់នេះជាមិនខានទេលបងមែនទេលបងធ្វើការកុំឲ្យភ្លាត់វើយបាទលបងកុំបារម្ភអីពិតជាមិនភ្លាត់ទេទុកចិត្តចុះលបងតែបើភ្លាត់វិញណាពួកឯងកំសាន្តភាពពីមុខមាត់យើងឲ្យសោះវើយ